សួស្តីអស់គ្នាថ្ងៃនេះប្រហែលជាយើងអង្គុយជជែកគ្នាអំពីការវាយប្រហារនៅលើប្រព័ន្ធ digital ប្រហែលថ្ងៃនេះអ្នកនរគ្នាដឹងហើយស្ថានភាពការវាយប្រហារគឺទៅមកច្រើនមែនតើហើយខ្ញុំអត់អាចនិយាយបានច្រើនទេគ្រាន់តែចង់លើកទឹកចិត្តថាអ្នកដែលយើងជួយចិត្តលេងអ្នកដែលយើងមិនសូវមានជំនាញឬក៏យើងមានជំនាញហើយធ្វើការងារមួយចំនួនគឺត្រូវមានក្រមសីលធម៌វិជ្ជាជីវៈមួយចំនួននៅក្នុងការចូលរួមស្អីមួយអញ្ចឹងនេះគឺជាចំណុចសំខាន់មុនពេលដែលខ្ញុំចាប់ផ្ដើមនៅក្នុងការជជែកថ្ងៃនេះដែលតាក់ទងជាមួយនឹង DDoS attacks បញ្ជាក់ខ្ញុំមិនមែនជាអ្នកជំនាញទេប៉ុន្តែខ្ញុំចង់ពន្យល់អ្នកមួយចំនួនឲ្យបានយល់អំពីពាក្យថា DDoS attack នេះបើយើងនិយាយឲ្យស្រួលស្ដាប់ទៅ DDoS attack ហ្នឹងគឺជាប្រភេទនៃការវាយប្រហារមួយដែលគេប្រើទ័ព digital អាចមិនមែនជាមនុស្សទេទ័ពកន្លែងនេះគឺអាចជាកុំព្យូទ័រអាចជាឧបករណ៍ផ្សេងៗដែលគេបញ្ជាពីចម្ងាយឬក៏គេកែនឧបករណ៍ទាំងអស់នោះដើម្បីទៅវាយប្រហារ website ឬក៏ server ណាមួយដើម្បីឲ្យវាដួលរលំឬក៏មានបញ្ហាណាមួយក្នុងគោលបំណងផ្សេងៗអញ្ចឹងទៅអញ្ចឹងនេះគឺពាក្យថា DDoS attack អញ្ចឹងជនអាក្រក់ឬក៏ជនខិលខូចហ្នឹងគឺគាត់អាចមានទ័ពដោយខ្លួនឯងគាត់មានឧបករណ៍ច្រើនជាហូរហែអញ្ចឹងទៅតែខ្លះគឺគាត់សំដោយប្រើប្រាស់មេរោគមួយចំនួនដើម្បីយកដាក់នៅកុំព្យូទ័រផ្សេងៗហ្នឹងដើម្បីធ្វើការបញ្ជាការបញ្ជាតបកុំព្យូទ័រហ្នឹងគេមានពាក្យបច្ចេកទេសមួយទៀតគឺដូចជា net bot ឬក៏ botnet ខ្ញុំអត់ច្បាស់ដែរប៉ុន្តែយើងមិនបាច់ខ្វល់រឿងពាក្យបច្ចេកទេសទាំងអស់ហ្នឹងទេយើងគ្រាន់តែដឹងថាមានអាណាម្នាក់កំពុងតែអាចនឹងប្រើប្រាស់កុំព្យូទ័ររបស់យើងឬក៏កុំព្យូទ័រអ្នកណាផ្សេងទៀតឬក៏គេមានស្អីគេឧបករណ៍បន្ថែមមានកុំព្យូទ័រច្រើនឬក៏មាន virus ទៅដាក់នៅក្នុងកន្លែងណាមួយដើម្បីបញ្ជាទ័ពទាំងអស់នោះច្រើនមែនតើហ្នឹងយកមកវាយប្រហារទៅលើ website ណាមួយដើម្បីឲ្យ website ហ្នឹងកាំង traffic កាំងចរាចរណ៍នៅក្នុងការធ្វើដំណើរអញ្ចឹងទៅធ្វើឲ្យ website ហ្នឹងវាមានបញ្ហាឬក៏ server ហ្នឹងមានបញ្ហានេះគឺពាក្យថា DDoS attack អញ្ចឹងបើសិនជាគ្នាយើងងាយបញ្យល់បន្ថែមអាចជួយ comment នៅខាងក្រោមផងព្រោះនេះគឺខ្ញុំចង់បកស្រាយឲ្យគ្នាយើងផ្សេងទៀតយល់ពាក្យថា DDoS attack ហ្នឹងអញ្ចឹងគឺតម្រង់បែបហ្នឹងឯងបញ្ជាក់យើងវាប្រហែលអ្នកណាម្នាក់គឺវាជារឿងខុសច្បាប់ណាអញ្ចឹងសូមទទួលខុសត្រូវដោយខ្លួនឯងតែអានេះគឺជាអ្វីដែលខ្ញុំចែករំលែកនឹងឯងអញ្ចឹងតើវាមានបញ្ហាអត់មានបញ្ហាដល់ website ឬក៏ server អាច take down អាចដួលមានន័យថាអាចមិនដំណើរការបើកមិនចេញឬក៏អីចឹងទៅអានឹងគឺជាបញ្ហារបស់ក្រុមហ៊ុនឬក៏ស្ថាប័នមួយអាចបាត់ទំនុកចិត្តមានបញ្ហារឿងស្អីគេទំនុកចិត្តគេឈ្មោះអីចឹងទៅណាអានឹងគឺជាបញ្ហាដែលកើតមាន DDoS នឹងអាចនឹងមានបញ្ហាផ្សេងបន្តទៀតឧទាហរណ៍ពេលដែលគេ DDoS attack ហើយវាត្រូវតែមានរោគអីមួយទៀតដើម្បីជាច្រកមួយសម្រាប់គេវាប្រហារផ្សេងបន្តទៀតអីចឹងទៅចឹងនេះគឺជាអ្វីដែលខ្ញុំចង់ឲ្យអ្នកមួយចំនួនគាត់ដឹងហើយសូមប្រុងប្រយ័ត្នក្រុមហ៊ុនមួយចំនួនអ្នកមួយចំនួនទូចៗហ្នឹងព្យាយាមមើលថែwebsite និង server របស់ខ្លួនឯងហើយសម្រាប់ដំណោះស្រាយកន្លែងនេះមិនមែនអ្នកធម្មតាដោះស្រាយបានទេលុះត្រាតែអ្នកបច្ចេកទេសអញ្ចឹងខ្ញុំប្រហែលជាមិនលើកឡើងទេគ្រាន់តែចង់ឲ្យអ្នកមួយចំនួនដែលគាត់អត់ស្គាល់ DDoS attack ដឹងថាអ្វីទៅជា DDoS ហើយដំណោះស្រាយគឺមានតែអ្នកបច្ចេកទេសខាង cyber ហ្នឹងទេដែលអាចដោះស្រាយទប់ស្កាត់ហានិភ័យទាំងអស់ហ្នឹងបានអញ្ចឹងខណៈពេលនេះគឺយើងត្រូវការអ្នកបច្ចេកទេសដែលគាត់មានជំនាញច្បាស់លាស់មានក្រមសីលធម៌មានវិជ្ជាជីវៈនៅក្នុងការដោះស្រាយដែរមានជំនាញហើយប្រសិនបើគាត់ធ្វើឲ្យមានបញ្ហាផ្សេងលើសពីអ្វីដែលខ្ញុំចង់និយាយប្រហែលជាអ្នកនរគ្នានឹងតន់អញ្ចឹងគួរតែមានក្រមសីលធម៌នៅក្នុងការដោះស្រាយនិងវិបត្តិយ៉ាងទៅណាអរគុណច្រើនសង្ឃឹមថាអ្នកនរគ្នាបានយល់អំពីពាក្យថា DDoS នេះហើយយើងជួបគ្នាក្នុងវីដេអូក្រោយបាយ